ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះនាងខ្ញុំនឹងមកចែករំលែកអំពីរបៀបធ្វើជើងផ្សិតបួសដែលមានបងប្អូនយ៉ាងច្រើនគាត់បានឆាតសួរហើយនឹងចង់ចេះចង់ដឹងចាហើយនេះគឺជារូបមន្តផ្ទាល់ប្រចាំហាង Go Green បងប្អូនអាចយកទៅធ្វើញ៉ាំប្រចាំគ្រួសារក៏បានបងប្អូនចង់ធ្វើប្រកបអាជីវកម្មក៏បានដែររូបមន្តរបស់យើងគឺយើងអត់មានប្រើពងឬក៏សុទ្ធអីទេអញ្ចឹងជូនពរបងប្អូនទាំងអស់គ្នាធ្វើឲ្យបានជោគជ័យទាំងអស់គ្នាចាអញ្ចឹងសូមបងប្អូនមើលនៅក្នុងវីដេអូដូចតទៅចាបងប្អូននាងខ្ញុំមានគល់ផ្សិតក្រៀមនេះចំនួន2គីឡូគល់ផ្សិតក្រៀមនេះមានច្រើនប្រភេទដែរបងប្អូនរើសយកលេខ1ណាបានអត់សូវមានកតិចកទីឬក៏ជើងវាកក្រិចនឹងច្រើនទេអញ្ចឹងយើងចំណេញអញ្ចឹងនេះខ្ញុំប្រើ2គីឡូយើងត្រាំឲ្យលិចទឹកអញ្ចឹងបងប្អូនហើយយើងត្រាំវាទុកមួយយប់នេះក្រោយពីមួយយប់ហើយវារីកប៉ុណ្ណឹងបងប្អូននេះរីកធំចាអញ្ចឹងបងប្អូនស្រង់វាពីទឹកដែលយើងត្រាំនឹងមកបងប្អូនយកមកដាក់កធុនឬក៏ឆ្នាំងមួយមកនេះទឹកគេឡើងនឹងពណ៌ស្អាតមែនទែនពេលនេះនៅតាមព្រះវិហារខ្ញុំធ្លាប់រៀនច្បងគាត់យកអាទឹកត្រាំនឹងយកទៅរមាស់ធ្វើទឹកស៊ុបឆ្ងាញ់បងប្អូនចាហើយបន្ទាប់ពីនាងខ្ញុំលាងដាក់មួយឆ្នាំងមួយទៀតហើយយើងដាក់ទឹកឲ្យពេញឆ្នាំងចេះទៅស្មើនឹងផ្សិតហ្នឹងលិចតិចទៅយើងយកទៅស្ងោរចាហើយខ្ញុំស្ងោរនេះដែរខ្ញុំស្ងោរចំនួន1ម៉ោងចាបងប្អូនយើងបើកភ្លើងល្មមចាអញ្ចឹង1ម៉ោងអញ្ចឹងទៅបងប្អូនទៅបើកមើលនេះបងប្អូនយើងសកត់លើឲ្យវាចូលទៅក្រោមទៅដើម្បីឲ្យចាលើនោះវាចូលទៅក្នុងទឹកទៅបានវាអស់អាជាតិក្លិនផ្សិតបងប្អូនបើយើងអត់ស្ងោរចេះទេបងប្អូនខ្លះគាត់ត្រាំហើយគាត់ដំយកតែម្ដងអានឹងវាធំក្លិនផ្សិតចាអញ្ចឹងក្លិនផ្សិតបែបណាតើតអ្នកដែលធ្លាប់ភាសាផ្សិតហ្នឹងបានគាត់ដឹងថាវាក្លិនហ្នឹងវាធ្វើឲ្យយើងឆាប់ធំឆាប់ទលាន់ឆាប់អីអញ្ចឹងហើយពេលខ្លះខ្លាចហ្មងអារម្មណ៍មួយនៃការខ្លាចចាបងប្អូនពេលយើងស្ងោរ1ម៉ោងអញ្ចឹងហើយបងប្អូនយកវាមកលាងទឹកចម្រោះនឹងកញ្ច្រែងអញ្ចឹងមកបងប្អូនលាងសម្អាតអញ្ចឹងហើយទុកឲ្យត្រជាក់សិនចាទុកឲ្យត្រជាក់សិនបងប្អូនយកទៅចិតជើងហើយនឹងពុះវានេះពុះវាអញ្ចឹងបងប្អូនផ្សិតធំយើងពុះវាមកអញ្ចឹងបងប្អូនពុះអញ្ចឹងរហូតដល់អស់ចាហើយនេះមានគល់ហ្នឹងបងប្អូនអាខ្មៅហ្នឹងបងប្អូនចិតឲ្យអស់ទៅណាបើភាគច្រើនផ្សិតលេខ1អត់សូវមានអាកតិចហ្នឹងទេខ្ញុំសឹងតែរើសមកទាំងអស់មកហើយនេះមើលជើងវា2គីឡូតែប៉ុណ្្នឹងឯងបងប្អូនប្រហែលជា2ខាំអីទេនេះអញ្ចឹងយើងចំណេញមែនទែននៅពេលដែលយើងទិញជើងផ្សិតល្អហើយបន្ទាប់ពីពុះហើយចិតជើងផ្សិតហើយខ្ញុំយកវាមកច្របាច់ទឹកចេញហើយយើងយកវាមកដំបងប្អូនចាយើងដាក់នឹងក្នុងស្បាយអញ្ចឹងហើយយើងយករ៉េមួយដំឬកបោះអីរឹងយកមកដំមកបងប្អូនដំតដែរតអស់អញ្ចឹងមកណាហើយបន្ទាប់មកបងប្អូនលីគ្រឿងចាយើងដំអញ្ចឹងមកបងប្អូនមានម៉ាស៊ីនប្រើម៉ាស៊ីនទៅតែខ្ញុំអត់មានម៉ាស៊ីនទេខ្ញុំប្រើស្បាយឲ្យដំអញ្ចឹងណាចាអញ្ចឹងបងប្អូន repeat រហូតដល់អស់ចាពេលអស់ហើយបងប្អូនមកថ្លឹងគ្រឿងចាអញ្ចឹងផ្សិត2គីឡូនេះខ្ញុំប្រើអំបិល2ស្លាបព្រាចាហើយម្សៅបន្លែនេះខ្ញុំប្រើ4ស្លាបព្រាហើយម្រេចខ្ញុំប្រើ2ស្លាបព្រាចាហើយសាតេ7ស្លាបព្រាហើយខ្ញុំថែមអាប្រេងសាតេនឹង2ស្លាបព្រាបន្ថែមទៀតចាហើយស្ករត្នោតគឺខ្ញុំថែមដល់350គឺស្មើនឹង4ស្លាបព្រាធំបងប្អូនចា350វាធ្ងន់ដែរហើយបន្ទាប់មកបងប្អូនលាយគ្រឿងដែលយើងថ្លឹងហើយនឹងច្បល់វាបងប្អូននេះច្បាច់អញ្ចឹងមកណាចាយើងយកពាក់ស្រោមដៃមកយើងច្បាច់អញ្ចឹងមកច្បាច់ឲ្យគ្រឿងនឹងវាចូលជាតិគ្នាឲ្យបងប្អូនយកវាមករោយលើផ្សិតដែលយើងដំហើយហ្នឹងហើយបងប្អូនពេលច្បាច់នេះបងប្អូនត្រូវបរាយអាគ្រឿងយើងហ្នឹងណាបរាយឲ្យសព្វហើយចាំយើងច្បាច់ហ្នឹងកុំខ្លាំងពេកកុំតិចពេកយើងប្រើបើកម្រាមដៃយើងអស់បងប្អូនទាំងម្រាម5ហ្នឹងយើងក៏ជ្រកច្បាច់អញ្ចឹងហើយបច្បាច់ប្រហែលជា20នាទីចុះយកវាចូលឲ្យសព្វហើយបន្ទាប់មកបងប្អូនយកវាទៅផ្អាប់ពីកន្លះម៉ោងទៅ1ម៉ោងហើយបន្ទាប់មកបងប្អូនអាចយកទៅចម្អិនម្ហូបឬក៏យើងច្រកថងយើងចូលកន្លែងបកកបានហើយចាអញ្ចឹងនេះគឺជារបៀបធ្វើជើងផ្សិតប្រចាំនៅហាង Go Green របស់យើងដែលយើងអត់មានប្រើសុទ្ធឬក៏ពងមាន់ពងទីអីទេចាហើយបងប្អូនដែលញ៉ាំបួសស្អាតគឺធានា 100% ថាជាជើងផ្សិតដែលអត់ប្រើពងចាហើយបងប្អូនពេលចៀនមកបានពណ៌ស្អាតអញ្ចឹងបងប្អូន
ចាចំពោះពុកម៉ែបងប្អូនដែលអត់មានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើទេបងប្អូនអាចមកជាវជើងផ្សិតដែលយើងធ្វើប្រចាំហាងបងប្អូនយើងមានធ្វើឲ្យយើងបង្កកបងប្អូនអាចយកទៅចម្អិនបានម្ហូបច្រើនមែនទែនចាអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានមានសុខភាពល្អមានសុភមង្គលនៅក្នុងក្រុមគ្រួសារជាពិសេសគឺមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តចាសូមអរគុណសូមជម្រាបលា